សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះចាប់មន់លក់ទៀតហើយបាទអស់ស្គួយហើយសល់តែមេបងប្អូនឃើញហើយអត់មានស្គួយទេស្គួយមានតែឈ្មោលទេបងប្អូនមេពីច្រើនមេប៉ុន្តែមេនេះវាអត់មិនមែនជាមេស្អាតអីណាស់ទេបងប្រុសខាងភ្នំពេញគាត់យកទៅខាងតែខ្មៅណាគឺមេប្រភេទជើងលឿងប៉ុណ្ណឹងជាក់ស្ដែងបាទតែរឿងធំដែរមេខ្លះចូល8 9ខាំហើយវាអស់ឥឡូវពីច្រើនសល់តែមេខ្មៅនោះសម្បូរមែនតើមករយៈចុងក្រោយនេះដោយសារពីមុនមកស្គួយច្រើនប៉ុន្តែឥឡូវវាខ្មៅក៏ច្រើនដែរវាលេឡំគ្នាណាហើយដោយសារគេចាប់យកញីដែលស្គួយអស់ទៅសល់តែឈ្មោលស្គួយហើយនឹងញីអត់ស្គួយពុំបរិសាបងប្អូននឹងជាក់ស្ដែងមកតែអត់ស្អាតខ្ញុំមិនដូចចេញទេទីបងប្អូនមើលក្នុងវីដេអូហ្នឹងឃើញហើយបាទពួកនេះគឺជាប្រភេទមន់សាច់ទេបាទមានបំមេមានមេពណ៌ខ្មៅឈ្មោលអញ្ចឹងយើងធ្វើជាមន់សាច់យើងមិនអាចយកទៅលក់ធ្វើពូជបានទេតែបងប្អូនត្រូវការមន់មេដែលពណ៌ខ្មៅអញ្ចឹងខ្ញុំអាចលក់ជូនបានប៉ុន្តែមេខ្មៅសាច់វាស្អាតដែរទេអត់មែនសម័យយកធ្វើប្រើពងឬអីបានណាបងប្អូនកុនបតន់មេអីខ្ញុំលក់តម្លៃល្អជូនបងប្អូនណាហើយអាយុវា2ខែជិត3ខែប៉ុន្តែប្រភេទមន់នេះវាអត់សូវធំទេគីឡូវាទៅ1គីឡូកន្លះអីណាប៉ុណ្ណឹងមេពេញវ័យណា